ចឹងព្រឹកនេះក្រោយពីគេនាំគ្នាប្រញាប់ណាបងប្អូនរុះរាន់ចុះទៅដើម្បីទិញសំបុត្រឡានហើយនឹងញ៉ាំអាហារពេលព្រឹកចាហើយនេះចេញមកដល់ក្រៅផ្ទះសំណាក់ខ្ញុំគេយប់មិញហ្នឹងណាបងប្អូនណាចាបើកថ្ងៃមែនប៉ុន្តែខ្យល់បក់ខ្លាំងចាខុសពីធម្មតាម៉ានថ្ងៃនេះរៀងត្រជាក់ខ្លាំងណាបងប្អូនណាត្រជាក់ណានៅភ្នំពេញក៏ត្រជាក់ដែរអញ្ចឹងនេះខ្ញុំនិងប្តីខ្ញុំព្រមទាំងមិត្តភ័ក្តិគាត់យប់មិញហ្នឹងនាំគ្នាមកញ៉ាំកាហ្វេតែនៅហាងឥណ្ឌានៅក្បែរនឹងដែរណាបងប្អូនណាហើយនេះគឺទិដ្ឋភាពនៅខាងក្នុងចាទិដ្ឋភាពនៅខាងក្នុងគេមានចំដូចជាត្រីចំត្រីណាច្រើនក្បាលហើយមើលទៅស្អាតមែនតើចាបងប្អូនអើយគួរឲ្យស្រឡាញ់ណាស្អាតត្រីចាហើយនេះប្តីខ្ញុំគាត់សួរថាទៅអីខ្ញុំថាខ្ញុំថតហ្នឹងហើយនេះពួកម៉ាក់គាត់យប់មិញណាបងប្អូនណាហើយប្តីខ្ញុំញ៉ាំតែអស់មួយកែវម្នាក់ហើយនៅតែខ្ញុំទេចាវល់តែថតហើយនេះច្រកទៅទុកញ៉ាំអីទៅតាមផ្លូវចាគាត់ច្រកបរិស្ថានហ្នឹងគឺនិយាយរួមទៅជនជាតិឥណ្ឌាមិនសូវហូបអាហារដូចពួកយើងទេឥណ្ឌាត្រូវការហូបអាហារឥណ្ឌាដូចគ្នាអញ្ចឹងណាបងប្អូនណាមិនដូចយើងស្អីក៏ញ៉ាំបានតែដែរទេគាត់ហៅតាមហូបឥណ្ឌាគ្នាគាត់នឹងឯងញ៉ាំរួចហើយត្រឡប់មកផ្ទះសំណាក់វិញដើម្បីយកអីវ៉ាន់ចាយកអីវ៉ាន់ទៅកន្លែងទិញសំបុត្រឡានណាវិញនៅក្បែរហ្នឹងណាបងប្អូននេះវិញនេះឯងអញ្ចឹងទិញសំបុត្រឡានរួចហើយពួកយើងក៏នាំគ្នាអង្គុយចាំនៅកន្លែងវិញហ្នឹងចាអង្គុយចាំកង់3មករ៉ាប់មកទទួលទៅកន្លែងចាំកង់3មក pick up ទៅកន្លែងឡានណាចំណតរថយន្តណាបងប្អូនចានិយាយរួមទៅទិដ្ឋភាពពេលព្រឹកអត់សូវជាអ៊ូអរដូចពេលយប់មិញពេលខ្ញុំមកទេណាបងប្អូនណាទីក្រុងភ្នំពេញពេលព្រឹកឡើងវារៀងដូចថាជាស្ងាត់ទៅវិញចាដូចនៅសៀមរាបដែរ Pop Street យើងពេលយប់គឺអ៊ូអរចំណែកពេលថ្ងៃគឺស្ងាត់វិញដោយសារបរទេសគេដើរយប់ចាឥឡូវកង់3មក pick up យើងហើយចាចឹងជិះមកហើយចាបងប្អូននេះគឺលបងព្រះបរមរាជវាំងចាអញ្ចឹងជិះហួសនឹងមកមិនដឹងថាទៅណាទៀតទេប៉ុន្តែគាត់តែដឹងថាទៅចំណតរថយន្តក្រុងដែលពួកយើងត្រូវត្រៀមចេញដំណើរទៅដើរលេងចាហើយអញ្ចឹងខ្ញុំក៏ថតផ្តិតយករូបភាពទេសភាពទីក្រុងភ្នំពេញជូនបងប្អូនទស្សនាកុំឲ្យថាពេលទៅដល់ស្រុកគេថតស្រុកគេចំណែកនៅស្រុកឯងអត់ថតស្រុកឯងអញ្ចឹងណាបងប្អូនណាអញ្ចឹងហើយនេះសូមអញ្ជើញបងប្អូនទស្សនាចាកំសាន្តទេសភាពនៅទីក្រុងភ្នំពេញយើងអូភ្នំពេញអើយ20ឆ្នាំឃ្លាតនាងអិនស្បើយក្នុងអរ៉ាខ្ញុំឃ្លាតពីនាងចិត្តខ្ញុំខ្លោចផ្សាចាបែកពីភ្នំពេញរយៈពេល20ឆ្នាំមកវិញភ្លេចអស់លេងដឹងដល់ណាដល់ណីទេចំណតរថយន្តនេះដឹងតែនៅក្នុងភ្នំពេញតែមិនដឹងកន្លែងណាហើយមកដល់ភ្លាមមានម៉ួយចាំភ្លាមសិតតែស្រែកហៅងែកងើកអញ្ចឹងហ្មងតែស្រែកហៅខ្ញុំដូចធ្លាប់ស្គាល់គ្នាវិញកាលលោកអើយលោកហើយក្លិនគេឡើងក៏អូបភីខ្យល់បក់មកក៏អូបឡើងឈ្ងុយហើយអង្គុយនៅលើបងកណ្ដាលថ្ងៃពួកអីក្តៅបងប្អូនថ្ងៃហ្នឹងវាក្តៅប៉ុន្តែអាកាសធាតុត្រជាក់អញ្ចឹងប្រហែលជាទំងូតទឹកហើយរោមនៅសើមតិចតិចហើយแล้วក៏អូបឈ្ងុយហ្មងកូនណាគេនេះហើយដល់ពេលហើយខ្ញុំអង្គុយទៅលេងអីរត់ឡើងលើផ្លូវបងប្អូនហើយបងប្អូនហើយកូនគេអីក៏លយម៉េះសភាពរៀបសារហើយរាក់ទាក់រោគដាក់យើងទៀតណាស្រស់អីស្រស់ចាឲ្យក្រោយពីឆែកប៉ាសពតរួចរាល់ពួកយើងក៏នាំគ្នាឡើងឡានចាឡាននេះជិះរយៈពេល7ម៉ោងចាជិះរយៈពេល7ម៉ោងទៅដល់គោលដៅដែលយើងចង់ទៅហើយនេះនៅទិដ្ឋភាពលើឡានតោះបងប្អូនទៅដើរលេងទាំងអស់គ្នាហើយខ្ញុំនឹងផ្តិតយករូបភាពជារឿយបង្ហោះជូនបងប្អូនទស្សនាណាទីក្រុងភ្នំពេញឥឡូវស្រស់ស្អាតណាអត់ដូចកាលពីជាង20ឆ្នាំមុននេះបងប្អូនអើយបងប្អូនខ្ញុំនេះសួរថានៅណានៅដឹងថានៅពេញតែបើថានៅម្ដុំណាអត់ដឹងទេណាបងប្អូនណាតោះតែសួរគេសួរឯងឬមើល Google Map បានស្គាល់បានដឹងទីក្រុងរបស់យើងមិនចាញ់បរទេសទេចាមានស្ពានមានអីខ្វាត់ខ្វែងអញ្ចឹងទៅស្ពានអាកាសស្ពានអីអាគារខ្ពស់ហើយខ្ញុំអត់សូវស្គាល់ដែរទេទើបមិនបានរៀបរាប់បងប្អូនទៅនៅកន្លែងណាកន្លែងណីព្រោះអីអត់ដឹងចាអត់ដឹងថាខ្លួនឯងនៅកន្លែងណាទេសូមអធ្យាស្រ័យអភ័យទោសផងណាបងប្អូនណាចាអញ្ចឹងមានតែ
ផ្ដិតយករូបភាពជូនបងប្អូនទស្សនាចាថានៅស្រុកយើងជានិជឿនលឿនដល់ណាអូនេះខ្ញុំឃើញនៅតាមផ្លូវគេដាក់វត្តគៀនស្វាយអញ្ចឹងបានន័យថាមកខាងគៀនស្វាយណាបងប្អូនណាចាអញ្ចឹងក៏សូមគោរពថ្លែងអំណរគុណបងប្អូនដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងសូមអនុញ្ញាតគោរពជម្រាបលាពីបងប្អូនទាំងអស់គ្នាត្រឹមប៉ុណ្ណេះសិនជួបគ្នានៅវីដេអូក្រោយចាជម្រាបលាសូមអរគុណបាយបាយ